បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់វត្តខ្មែរយើងមួយកន្លែងដែលស្ថិតនៅលើទឹកដីហាណូយឥឡូវខ្ញុំនឹងនាំបងប្អូនចូលទៅមើលថាតើវត្តខ្មែរយើងនៅទីនេះស្រស់ស្អាតប៉ុណ្ណាដោយសារវត្តខ្មែរយើងនឹងនៅរៀងឆ្ងាយពីក្រុងបន្តិចបងប្អូនអញ្ចឹងឥឡូវខ្ញុំរកជួលម៉ូតូតិចសិនហើយម៉ូតូអូតូគេនៅនេះជួលមួយថ្ងៃ20,000 ដុងឬមួយក៏$8បើយើងគិតជាលុយខ្មែរប្រហែលជា32,000 រៀលបងប្អូនទាំងអស់គ្នាហើយតាជួលម៉ូតូហ្នឹងបងប្អូនខ្ញុំឃើញនៅលើតុគាត់គឺមានលុយច្រើនប្រទេសមែនតើមានលុយប្រទេសឥណ្ឌាមានលុយប្រទេសឡាវលុយប្រទេសអេស៊ីបអញ្ចឹងទៅអញ្ចឹងខ្ញុំក៏ឲ្យកដាស់1000 រៀលខ្មែរយើងឲ្យគាត់ទុកនៅលើតុហ្នឹងដើម្បីឲ្យភ្ញៀវបរទេសផ្សេងពេលដែលគេមកជួលម៉ូតូគេឃើញមានលុយច្រើនប្រទេសនេះប្រទេសនោះហើយក៏មានលុយរៀលនៃប្រទេសកម្ពុជាយើងនៅលើហ្នឹងផងដែរឥឡូវខ្ញុំបានមកដល់គោលដៅហើយប៉ុន្តែតាមការពិតកន្លែងនេះគឺជារមណីយដ្ឋានទេបងប្អូនទាំងអស់គ្នាហើយវត្តខ្មែរយើងគឺស្ថិតនៅក្នុងរមណីយដ្ឋាននឹងឯងអញ្ចឹងដើម្បីចូលទៅលេងខាងក្នុងបានគឺយើងត្រូវទិញសំបុត្រសិនក្នុងម្នាក់តម្លៃ70000 ដុងហើយទីកន្លែងហ្នឹងរៀងធំដែរបងប្អូនអញ្ចឹងគេមានជាឡានអាគុយដើម្បីដឹកយើងខ្ញុំជិះចេញពីកន្លែងហៃសំបុត្ររហូតទៅដល់ខាងក្នុងហ្នឹងចំណាយពេលប្រហែលជាជាង10នាទីដែរកន្លែងដំបូងគេនេះគឺជាភូមិជនជាតិបងប្អូនភូមិជនជាតិហ្នឹងពីមុនគឺមានជនជាតិភាគតិចរស់នៅទីនេះមែនគឺជនជាតិយួនភាគតិចបងប្អូនទាំងអស់គ្នាហើយជនជាតិយួនភាគតិចហ្នឹងគឺរស់នៅទីកន្លែងនេះរហូតដល់សប្តាហ៍ថ្ងៃតែម្ដងគ្រាន់ថាឥឡូវហ្នឹងបើតាមខ្ញុំមើលទៅពួកគាត់ចង់คลายអស់ហើយបងប្អូនខ្ញុំឃើញការស្លៀកពាក់ធម្មតាការហូបចុកម្ហូបអាហារក៏ធម្មតាដូចតែអ្នកនៅក្រៅដែរទេប៉ុន្តែអ្វីដែលមើលទៅឲ្យយើងសម្គាល់ថាជាជនជាតិភាគតិចគឺផ្ទះគេនៅបងប្អូនទាំងអស់គ្នាមើលទៅនៅជាផ្ទះជនជាតិនៅឡើយទេហើយបើសិនបងប្អូនទាំងអស់គ្នាចង់មកលេងវត្តខ្មែរយើងនៅទីនេះខ្ញុំណែនាំឲ្យបងប្អូនត្រៀមយកម្ហូបយករបស់ញ៉ាំមកខ្លួនឯងឲ្យហើយមកព្រោះថាយើងចូលដល់ក្នុងហ្នឹងគឺពិបាកប្រស្រ័យតាក់ទងគ្នាខ្លាំងមែនទែនដោយសារអ្នកលក់ជនជាតិនៅក្នុងហ្នឹងគាត់អត់ចេះភាសាអីផ្សេងក្រៅតែពីភាសាយួនទេបងប្អូនទាំងអស់គ្នាខ្ញុំខំនិយាយអង់គ្លេសខ្ញុំខំប្រើ Google Translate ទៅជាភាសាវៀតណាមផងប៉ុន្តែពួកគាត់អត់ខ្វល់ទេយើងអត់ចេះភាសាគឺពួកគាត់អត់លក់ឲ្យតែម្ដងខ្ញុំនេះដល់ពេលគេអត់លក់ឲ្យអត់មានអីញ៉ាំដាច់បាយថ្ងៃមួយពេលថតទាំងហេវហ្មងថ្ងៃហ្នឹងអញ្ចឹងពេលដែលបងប្អូនមកលេងទីនេះកុំភ្លេចឲ្យសោះគឺត្រៀមរបស់ញ៉ាំយករបស់ញ៉ាំមកខ្លួនឯងផងឥឡូវនេះខ្ញុំបានមកដល់ហើយវត្តខ្មែរយើងដែលស្ថិតនៅលើទឹកដីហាណូយហើយវត្តមួយនេះមានឈ្មោះថាវត្តខ្មែរតែម្ដងបងប្អូនទាំងអស់គ្នាដែលភាសាវៀតណាមគេហៅថាចៅខ្មែរហើយនិយាយពីក្បាច់ហោជាងក្បាច់ផ្កាភ្ញីចម្លាក់តោចម្លាក់នាគរូបគំនូផ្សេងនៅក្នុងវត្តនេះគឺថារំលេចនៅអត្តសញ្ញាណពុទ្ធសាសនាថេរវាទដែលជាសាសនារបស់រដ្ឋនៃប្រទេសកម្ពុជាយើងច្បាស់តែម្ដងបងប្អូនស្រស់ស្អាតខ្លាំងមែនទែនហើយចម្លាក់ក្បាច់និងរូបគំនូចេញមកគឺដឹងថាទឹកដៃជាងខ្មែរយើង100%តែម្ដងបងប្អូនពីព្រោះថាអត់មានជាងយួនអត់មានជាងវៀតណាមណាចេះឆ្លាក់ក្បាច់ខ្មែរស្រស់ស្អាតដូចម្ចាស់ដើមទេបងប្អូនទាំងអស់គ្នាមុនទៅវត្តហ្នឹងខ្ញុំបានត្រៀមបច្ច័យនិងវត្ថុអនុស្សាវរីយ៍ខ្លះដែលខ្ញុំបានទិញពីក្រុងសៀមរាបបំរុងថាយកមកប្រគេនព្រះសង្ឃនៅវត្តខ្មែរយើងបងប្អូនប៉ុន្តែគួរឲ្យសោកស្ដាយគឺមានតែអ្នកបោសសម្អាតវត្តតែប៉ុណ្ណោះមិនមានព្រះសង្ឃគង់នៅវត្តនឹងទេបងប្អូនទាំងអស់គ្នាអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូវត្តខ្មែរនៅលើទឹកដីហាណូយនេះជួបខ្ញុំនៅវីដេអូក្រោយជម្រាបលា